vậy tới bọc ông ở trong bài 3 ឆ្នាំទេcònធ្វើមកហូបនេះសោះតបជាមួយនឹងលក់ខ្ចីបន្លែធម្មជាតិបានមកពីស្រុកស្រែអូនិយាយទៅឆ្ងាញ់ហ្មងអស់បាយម្នាក់ពីរចានគ្រឿងផ្សំអត់សូវអស់ច្រើនម៉ានទេយើងទិញតែសាច់3ជាន់កន្លះគីឡូមកព្រោះដោយសារប្រហុកហើយនឹងផ្អកយើងមាននៅផ្ទះស្រាប់ទេអញ្ចឹងយើងដាក់ប្រហែលជាមួយកូនចានមិញមកសម្រាប់សាច់យើងកន្លះគីឡូហើយម្ទេសនិងខ្ទឹមសដាក់ឲ្យច្រើនមកកាន់តែឆ្ងាញ់តបពីច្រាមបានម៉ត់ល្អល្មមហើយយើងយកវាដាក់លេងលើផ្ទះហើយកន្លែងដាក់គ្រឿងស្ករប៊ីចេងហ្នឹងខ្ញុំអត់បានចុចវាភ្លេចមើលវាទៅអត់បានចុចអញ្ចឹងអធិស្ឋានផងបងប្អូនអាចដាក់ស្ករហើយនឹងប៊ីចេងប្រើស្ករត្នោតខ្មែរយើងទៅបង្កើនភាពឈ្ងុយពេលដែលចិត្តឆ្អិននេះបងប្អូនឃើញមិនអញ្ចឹងគឺខ្ញុំដាក់អំពិលទុំចូលព្រោះយើងដាក់អំពិលទុំទៅដោយសារដើម្បីឲ្យវាមានរសជាតិជូរអែមនៅក្នុងហ្នឹងណាអត់ទ្រាំទេហើយគោះពងទា2គ្រាប់ផងតែពងទានេះយើងគោះហើយយើងទុកវាមួយផ្លែទៅដើម្បីឲ្យវាឆ្អិនតិចយើងកូរច្បល់ដើម្បីឲ្យវានៅឃើញមានសាច់ពងទាចុងក្រោយយើងគ្រាន់តែដាក់ស្លឹកខ្ទឹមចូលលើកចុះញ៉ាំជាការស្រេចបងប្អូនឃើញទេដាក់ជាមួយលក់ខ្ចីមានស្វាយខ្ចីមានម្រះមានកញ្ឆែតអូឆ្ងាញ់មែនតើបើបងប្អូនចូលចិត្តវីដេអូនៃការធ្វើម្ហូបរបស់ខ្ញុំកុំភ្លេចជួយ like share និង comment ម្នាក់មួយផងណាបងប្អូនចង់ឲ្យខ្ញុំបង្ហាញនៅម្ហូបអីនឹងថ្ងៃស្អែកទៀតសូមជួយ comment ម្នាក់មួយផងណាអរគុណជម្រាបលា